Bác trong bậc na trong ban xôm namaskar ព្រះរតនត្រ័យទាំង3ជាទីគោរពសក្ការៈដល់ពងពោះនិងសូមគោរពជំរាបសួរលោកតាលោកយាយអ៊ំពូមីងជាទីគោរពរាប់អាននៅរាត្រីស្ងាត់ម្នាក់ឯងល្ងិតខាងក្រោយភ្លឺខាងមុខនៅក្នុងអំណានកតិលោកភាគទី6ទំព័រ37 38និង39ដែលអមដោយសំឡេងខ្លីដន្លងដន្លោចនៅពេលរាត្រីនេះខ្ញុំនឹងមកអានចែករំលែកជូនលោកតាលោកយាយអ៊ំពូមីងបងប្អូនស្ដាប់អំពីរឿងឈ្មួញលក់លានិងពួកចៅព្រៃនៅក្នុងសិភៅកតិលោកបាទដែលខ្ញុំតែងតែចែករំលែកជារៀងរាល់ថ្ងៃបាទឥឡូវនេះខ្ញុំបន្តអាននៅក្នុងរឿងឈ្មួញលក់លានិងពួកចៅព្រៃបាទដែលនិទាននេះមានដំណាលក្នុងក្បួនបារាំងសេះដែលមានសេចក្តីដូចតទៅមាននាយឈ្មួញម្នាក់មកអំពីប្រទេសក្រៅនាំកូនឈ្មួញដឹកលាបលាលីលាតាមផ្លូវលុះមកដល់ទីកណ្ដាលព្រៃស្ងាត់មានពួកចៅទាំងឡាយនៅចាំលួចចាំប្លន់មហាជនដែលដើរទៅមកក្នុងផ្លូវនោះថ្ងៃនោះពួកចៅបានឃើញនាយឈ្មួញមកដល់ទីនោះនាំគ្នាចូលវាយប្លន់នាយឈ្មួញមានគ្នាតិចស៊ូនឹងពួកចៅនោះពុំបានទើបនាំគ្នាទៅកាន់ទិសសានុទិសផ្សេងឯពួកចៅក៏នាំគ្នាចំចាប់លាជាពាហនៈលាឯណាដែលមិនមានទ្រព្យរបស់នៅលើខ្នងពួកចៅពុំត្រូវការចាប់យកឡើយគឺចាប់តែលាដែលមានទ្រព្យរបស់ជាប់នៅលើខ្នងកាលនោះពួកចៅចាប់បានលាឈ្មោលមួយមានទ្រព្យលើខ្នងនាំគ្នាដឹកទាញទង់ទៅកាន់លំនៅវាលាឈ្មោលបានក្តីទុកវេទនាដោយចៅវាទាញទៅឥតក្តីមេត្តាទើបមកគិតថាពួកលាទាំងឡាយបណ្ដាដែលមកជាមួយគ្នាគេសឹងផុតពីកណ្ដាប់ដៃពួកចៅអស់នេះគឺវាពុំត្រូវការនឹងចាប់នឹងចងយកព្រោះគេគ្មានរបស់ទ្រព្យជាប់នៅលើខ្នងដូចរូបអាត្មានេះអាត្មាអញបានក្តីទុកទោសយ៉ាងនេះក៏ព្រោះរបស់ទ្រព្យជាប់នៅលើខ្នងនេះឯងគិតទៅទ្រព្យសម្បត្តិមាសប្រាក់កែវកងទាំងពួងនេះជាគ្រឿងនាំឲ្យកើតទុកទោសគឺជាអសិរពិសចឹកអាត្មាឯងប្រកាសលាឈ្មោលនោះគិតឃើញក្តីទុកទោសអាត្មាដូច្នោះហើយក៏យំសោកវិយោគដើរតាមពួកចៅនោះទៅដរាបដល់លំនៅនៃចៅអងរឿងនេះបានកតិដល់បុគ្គលអ្នកមានទ្រព្យសម្បត្តិមិនចេះប្រយ័ត្នសម្បត្តិនោះជាពឹសពោពើតខ្លួនវិញដូចយ៉ាងនិទាននាងនារីម្នាក់ពាក់ខ្សែមាសទំហូរពេជ្រកងចិញ្ចៀនខ្សែដៃតែងខ្លួនតែអាត្មាបង្អួតគេបង្អកាមតាមការលោកីចុះដោយសារកប៉ាល់មកពីស្រុកទន្លេធំលុះមកដល់ក្រុងភ្នំពេញនាងនោះក៏ឡើងចាកនាវាយាត្រាត្រង់ក្រោយវត្តអ៊ុនណាឡោមកាលនោះមានអាអ្នកលេងម្នាក់ឃើញនាងនារីដើរមកដល់ទីបានឱកាសហើយទើបវាខ្លែងជាស្វាមីនៃនាងនោះស្ទុះទៅវាយធាក់ដោះយកខ្សែកងចាជេស្ដីថាខ្មោចមេចង្រៃអប្រិយអញជាប្តីវាមិនស្ដាប់ពាក្យអញខាត់ខ្លះគួរឬវាចេះតែទៅចោលណាចេះតែទៅចោលឲ្យអញនៅចាំផ្ទះរក្សាកូនពិបាកស្ទើរនឹងស្លាប់បើដូច្នេះឲ្យគ្រឿងខ្សែមាសវាពាក់ធ្វើអ្វីត្រូវអញអូសយកពីហងឯងវិញកុំឲ្យជំនាវាពាក់ទៅឡើយជេហើយអានោះវារត់សំដៅកាន់ផ្លូវខាងជ្រុងគុកកិច្ចខ្លួនបាត់ទៅហងឯនាងនារីដួលចុះក្រោយក្រោកឡើងបានហៅគេឯងឲ្យជួយចាប់ចោលប្លន់ក៏ពុំមាននរណាមួយចូលជួយឡើយព្រោះគេឮពាក្យអាចោវាជេរប្រតិចជាទំនងប្តីប្រពន្ធគេនឹកស្មានថាប្តីគេប្រពន្ធគេជេរវាយគ្នាដូចធម្មតាបានជាគ្មាននរណាមួយជួយឡើយលុះអាចោរត់ទៅបាត់ហើយទើបនាងនោះប្រាប់គេថាមិនមែនប្តីខ្លួនទេជាចោវាយដណ្ដើមយកគ្រឿងមាសខ្លួនប្រកាសនាងនោះប្រាប់ឲ្យគេជួយដេញចោលនិងចាប់វាក៏ចាប់វាពុំបានឡើយព្រោះវាទៅបាត់យូរហើយនាងនារីក៏បានក្តីទុកទោសដូចគ្នានឹងរឿងលាដែលបានពណ៌នាមកនេះអ្នកប្រាជ្ញក៏បីដឹងដោយប្រការដូចនេះចប់តម្រាគតិមានទ្រព្យជាប់ទោសមានប្រាក់មាសវិនិច្ឆ័យរូបទី32បាទអញ្ចឹងឥឡូវនេះនៅតាមទីក្រុងយើងមិនសូវពាក្យមាសសម្ញាញអីប្រហែលទេបាទសូម្បីតែម៉ូតូល្អហ្នឹងក៏មិនសូវធៀបជិះដែរនៅទីក្រុងណាបាទដោយសារអីដោយសារតែមានពួកចៅច្រើនបាទមាសប្រាក់កែវកងពិទូសូរកានក៏ដូចគ្នាយើងពាក្យលម្អទៅវាជាការលម្អកាយជាអលង្ការរបស់ស្ត្រីប៉ុន្តែសម័យនេះយើងគួរមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសនៅទីក្រុងហ្នឹងតែម្ដងដែលមនុស្សច្រើនហើយមានការលួចឆក់ច្រើនជាពិសេសឆក់ហ្នឹងតែហ្មង
và chỉ một tô chọn lệ thì một tô nó có biến này nó chưa khơi buồn miền trăm ngày là ngay và là có video kia tới là có chọn kia tập lọc lần ấy chân tới và sọc group bài tràng và chân âm nanในនេះគឺចប់តម្រាគតិមានទ្រព្យជាប់ទោសមានប្រាក់មាសវិនិច្ឆ័យរូបទី32តែត្រឹមនេះសូមអរគុណដល់លោកអ្នកនាងបងប្អូនតាមដានទេសនាស្ដាប់ជារៀងរាល់ថ្ងៃជារៀងរាល់យប់នៅក្នុងเพจរបស់ខ្ញុំ